បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងវិលត្រឡប់មកជួបខ្ញុំម្ដងនេះកាត់ធ្វើនៅដំណោះឆ្នោតយូរនៅថ្ងៃទី29ខែ1ឆ្នាំ2026ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីធ្វើការលេងសងសំណាងទាំងអស់គ្នាបន្តទៀតផងដែរបាទអញ្ចឹងសម្រាប់នៅថ្ងៃហ្នឹងលេខរបស់យើងអ្នកពុកម៉ែបងប្អូនដែលលេងតាមតម្រុយរបស់យើងគឺយើងចូលលេខ47គឺចំតែម្ដងក្នុងម៉ោង6:30នាទីល្ងាចពុកម៉ែបងប្អូនអស់ខ្ទង់ខ្សែគឺយើងចូលលេខពុកម៉ែបងប្អូនទាំងអស់គ្នារីឯម៉ោង4ក៏ចូលដែរបងប្អូនម៉ោង4គឺចូលលេខ3443ទាំងអស់គ្នាបាទអ្នកលេងចាក់លេខ3443គឺដូចជាត្រូវដែរពុកម៉ែបងប្អូនវេលាម៉ោង4:30នាទីល្ងាចចំពោះពុកម៉ែបងប្អូនដែលលេងតាមតម្រុយខ្ញុំកាលពីថ្ងៃទី28ខែ1ឆ្នាំ2021កាលពីម្សិលមិញពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទហើយឥឡូវយើងកន្លែងទៅមើលនៅតម្រុយថ្ងៃទី29ខែ1ឆ្នាំ2026ទាំងអស់គ្នាបន្តទៀតផងដែរអញ្ចឹងស្រាប់ពុកម៉ែបងប្អូនដែលថ្មីដើម្បីតាមដាននៅតម្រុយខ្ញុំបាទកុំភ្លេចចុចសញ្ញា Subscribe ចុចជីវហើយដាក់រូបកណ្ដឹងទាំងអស់គ្នាម្នាក់មួយហើយចុចសញ្ញាមានអី like ឡើងលើទាំងអស់គ្នាម្នាក់មួយផងពុកម៉ែបងប្អូនទាំងអស់គ្នានឹង comment ក្រោមវីដេអូទាំងអស់គ្នាលេខ168ទាំងអស់គ្នាម្នាក់មួយផងដែរបាទនៅថ្ងៃនេះលេខអុកខ្ទង់គឺមានចំនួន2ខ្ទង់បាទគឺមានខ្ទង់40ក៏ដូចជាខ្ទង់30ខ្សែគឺមានចំនួន2គ្រាប់បាទគឺមានលេខ44 49បាទលេខគូតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នានិងខ្ទង់30គឺមានលេខ36និងលេខ39បាទចំពោះខ្ទង់30ស្រឡាញ់ខ្ទង់30អស់30បុកខ្ទង់30ពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្រឡាញ់40អស់40បុកខ្ទង់40អញ្ចឹងទៅបាទចំពោះលេខតូចដល់2លេខបាទរីឯចំពោះលេខធំ13លេខគឺមានចំនួន2គ្រាប់លេខធំទី1គឺលេខជាលេខ346បាទពុកម៉ែបងប្អូនអស់គ្នាលេខចាក់គុណនិងលេខធំទី2នោះគឺលេខ356ពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹង3លេខហ្នឹងគឺពុកម៉ែបងប្អូនមកឆ្លាញ់មួយណាគឺអាចจะធ្វើការលេខសងស្នាងមួយនឹងបានហើយសុទ្ធតែលេខល្អពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះលេខធំក៏ដូចជាលេខតូចនៅថ្ងៃហ្នឹងទាំងអស់គ្នាផងដែរហើយតម្រុយឆ្នោតនេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចធ្វើការលេងសងស្នាងរយៈពេល3ម៉ោងបាទគឺមានម៉ោង1:30នាទីម៉ោង4:30នាទីក៏ដូចជាម៉ោង6:30នាទីល្ងាចពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាស្រឡាញ់ម៉ោងណាឬក៏ត្នេម៉ោងណាគឺអាចយកលេខនឹងធ្វើការសងស្នាងបានគឺឲ្យឆ្នោតយូរណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយចំពោះពុកម៉ែបងប្អូនដែលចង់បានលេខក្នុងឆាតគឺខ្ញុំបើកឆាតវេលាម៉ោង4:30នាទីក៏ដូចជាម៉ោង6:30នាទីផងដែរនៅថ្ងៃទី29ខែ1ឆ្នាំ2026យើងនេះពុកម៉ែបងប្អូនទាំងអស់គ្នាហើយតម្រុយគឺមានតែប៉ុណ្្នឹងទេមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីធ្វើការលេងសងស្នាងជូនពរហេងត្រូវឆ្នោតទាំងអស់គ្នាផងដែរបាទ